សួរយាយតាថ្ងៃនេះខ្ញុំធ្វើវីដេអូម្ដងទៀតគាត់សួរថាស្លឹកស្វាយអីអ៊ំពូមីងស្លឹកស្វាយអីក៏បានដែរឲ្យស្លឹកវែងអញ្ចឹងណាស្លឹកវែងអញ្ចឹងស្វាយអីក៏បានដែរព្រោះស្វាយវាមានច្រើនអញ្ចឹងស្លឹកស្វាយអីក៏បានដែរអ៊ំពុកម៉ែពូមីងឲ្យស្លឹកវែងអញ្ចឹងនេះស្លឹកស្វាយអីក៏បានតែតបែកយើងយកតបែកស្រុកយើងធម្មតាកុំយកតបែកគីឡូស្លឹកតបែកណាហើយស្វាយនេះយើងដាក់3ស្លឹកទៅហើយនឹងអាហ្នឹងវាជួយបញ្ចុះជាតិស្ករហើយនឹងជួយបញ្ចុះខ្លាញ់ក្នុងសរសៃឈាមជួយដល់បេះដូងយើងផងស្លឹកតបែកហើយនឹងស្លឹកស្វាយដាក់ចូលគ្នាតែខ្ញុំអត់មានស្លឹកតបែកទេខ្ញុំបង្ហាញតែស្លឹកស្វាយអញ្ចឹងស្លឹកស្វាយអីក៏បានដែរឲ្យស្លឹកវាវែងអញ្ចឹងណាអ៊ំពុកម៉ែពូមីងហើយស្វាយអីក៏បានហើយតបែកយើងយកតបែកស្រុកយើងអាតបែកផ្លែគ្រាប់ច្រើនណាយើងកុំប្រើស្លឹកតបែកគីឡូយើងប្រើស្រុកតបែកស្រុកយើងណាអាផ្លែគ្រាប់ច្រើនផ្លែវាប៉ិនក៏ដៃហើយផ្លែគ្រាប់ច្រើនអាហ្នឹងយើងយកស្លឹកតបែកហ្នឹងហើយយើងហាលឲ្យក្រៀមក៏បានមិនបាច់ហាលឲ្យក្រៀមក៏បានស្លឹកស្វាយយើងដាក់3ស្លឹកហ្នឹងទៅហើយស្លឹកតបែកយើងដាក់3 4ស្លឹកទៅយកអាចាស់ខៀវដូចគ្នាអញ្ចឹងយកចាស់ខៀវដូចគ្នាអញ្ចឹងយើងរៀបដាំផឹកយើងហាន់វាកង់ទៅហើយហាន់កង់ទៅយើងហូបទឹកអត់មានកំណត់ទេអ៊ំហូបអស់ប្រមាណយើងដាក់ដាំទឹកប៉ុណ្ណឹងដាក់ជាមួយគ្នាទៅមួយងាស់ឲ្យយូរបន្តិចឲ្យវាចេញជាតិណាវាជួយបញ្ចុះជាតិស្ករអ៊ំជួយបញ្ចុះខ្លាញ់ក្នុងសរសៃឈាមជួយដល់បេះដូងផងស្លឹកតបែកជួយបានច្រើនណាជួយដល់សន្លាក់ជួយដល់អីបានច្រើនណាខ្ញុំនិយាយតែប៉ុណ្្នឹងឯងហើយស្លឹកតបែកហើយនឹងស្លឹកស្វាយនេះដាក់ដាំចូលគ្នាហាន់កង់ផងបើអ៊ំអត់ហាលក្រៀមទេអ៊ំយកមកដាំស្រស់អញ្ចឹងក៏បានដែរបើយើងចង់ហាលក្រៀមយកមកដាំក៏បានដែរដាំស្រស់អញ្ចឹងក៏បានអីក៏បានដែរអ៊ំស្លឹកតបែកហើយនឹងស្លឹកស្វាយអីក៏បានតបែកយើងយកអាតបែកស្រុកយើងអាតបែកគ្រាប់ច្រើនណាតបែកស្រុកយើងគ្រាប់ច្រើនហើយយកស្លឹកចាស់មកហើយដាក់ដាំលាចូលគ្នាមកផឹកអត់មានកំណត់ទេអ៊ំផឹកអស់ទឹកប្រហែលអ៊ំដាំប៉ុណ្ណឹងទៅហើយមកងាស់វាយូរបន្តិចហើយស្លឹកនេះកាត់កង់ដាក់ដាំទៅណាវាជួយបញ្ចុះខ្លាញ់ក្នុងសរសៃឈាមហើយនឹងជួយបញ្ចុះជាតិស្ករផងតែអ៊ំសាកមើលទៅអញ្ចឹងណាព្រោះអានេះរូបមន្តខ្ញុំរកឃើញខ្ញុំប្រាប់អ៊ំសាកមើលទៅអញ្ចឹងណាអ្នកខ្លះក៏ហូបត្រូវអ្នកខ្លះក៏ហូបអត់ត្រូវដូចបងខ្លះក៏ថាំងប្រើថ្នាំពេទ្យហ្នឹងគាត់ប្រើមិនបាត់ផងហើយមកប្រើអីស្លឹកអញ្ចឹងគាត់មិនជឿទេអានេះជារបស់បុរាណដូនតាយើងអញ្ចឹងណាសំបីតែប្រទេសឥណ្ឌាក៏គេស្រាវជ្រាវឃើញប្រទេសនានាក៏គេស្រាវជ្រាវឃើញដែរមិនតែប្រទេសខ្មែរយើងមួយទេណាអញ្ចឹងអានេះជាឱសថបុរាណឆ្នាំខ្មែរយើងទេបងអញ្ចឹងបងជឿខាងណាប្រើខាងហ្នឹងទៅអត់មានបញ្ហាអីទេព្រោះរបស់អស់នេះជាឱសថបុរាណខ្មែរយើងតាំងពីដូនតាពីដើមមកគាត់អត់មានប្រើថ្នាំពេទ្យទេថ្នាំបារាំងទេគាត់ប្រើតែថ្នាំខ្មែរយើងទេអញ្ចឹងអ៊ំដាំលាយចូលគ្នាមានស្លឹកតបែកអ៊ំដាក់4ស្លឹកហើយស្លឹកស្វាយនេះអ៊ំដាក់3ស្លឹកអញ្ចឹងស្វាយអីក៏បានដែរឲ្យតែស្លឹកវាវែងណាអ៊ំណាឲ្យស្លឹកវែងអញ្ចឹងស្វាយអីក៏បានដែរដាក់ដាំចូលគ្នាយកស្លឹកចាស់ខៀវអញ្ចឹងណាហាលស្ងួតក៏បានដាក់ទាំងស្រស់អញ្ចេះក៏បានហូបទៅអត់មានកំណត់ទេអ៊ំហូបទឹកអស់ប្រមាណអ៊ំដាក់ប៉ុណ្ណឹងទៅវាជួយបញ្ចុះជាតិស្ករហើយនឹងខ្លាញ់ទៅក្នុងសរសៃឈាមតិចទៀតខ្ញុំបង្ហោះរូបភាពឲ្យមើលហើយអានេះខ្ញុំធ្វើវីដេអូហ្នឹងអញ្ចឹងណា